គឺមានកម្រងផ្កានៅបំពាក់កម្រងផ្កាដ៏ស្អាតមែនទែនបងប្អូនបាទគឺចម្លាក់ដំរីនេះគឺនៅតាមជ្រុងបាទតាមជ្រុងនីមួយៗគឺខាងជ្រុងទិសខាងខ្នងជ្រុងនិរដីជ្រុងពីយប់និងជ្រុងឥសានអញ្ចឹងបាទគឺនៅតាមថ្នាក់តាមជាន់នីមួយៗតែម្ដងបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំបានធ្វើដំណើរមកកាន់ប្រាសាទមួយដែលមានឈ្មោះថាប្រាសាទមេបុណ្យខាត់បងប្អូនបាទគឺនៅខាងក្រោយខ្នងខ្ញុំនេះមានឈ្មោះថាប្រាសាទមេបុណ្យខាត់បាទអញ្ចឹងបងប្អូនចង់ទស្សនានិងចង់ដឹងរឿងអំពីតកតងនឹងប្រវត្តិប្រាសាទមេបុណ្យខាត់សូមបងប្អូនទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនបាទសូមអញ្ជើញបងប្អូនបាទពុកម៉ែបងប្អូនបាទប្រាសាទមេបុណ្យខាងកើតគឺជាប្រាសាទមួយដែលស្ថិតនៅតាមដងផ្លូវហៅថាវងធំតាមផ្លូវវងធំគឺប្រាសាទមេបុណ្យខាងកើតនេះគឺស្ថិតនៅទិសខាងជើងនៃប្រាសាទព្រះរូបប្រហែលជា500ម៉ែត្របងប្អូនបាទប្រាសាទមេបុណ្យនេះគឺស្ថិតនៅលើកោះតូចមួយស្ថិតនៅកណ្ដាលបារាយខាងកើតបងប្អូនបាទបារាយខាងកើតនៅសម័យនេះគឺបានរីកស្ងួតហួតហែងអស់ទៅហើយបងប្អូនខ្លាយជាវាលស្រែអស់ទៅហើយបាទកាលសម័យបុរាណគឺសម័យកសាងប្រាសាទនេះគឺសម័យអង្គរហ្នឹងគឺបើសិនតែចង់ធ្វើដំណើរមកកាន់ប្រាសាទមេបុណ្យខាងកើតនេះគឺត្រូវធ្វើដំណើរដោយការជិះទូកបាទគឺធ្វើដំណើរដោយការជិះទូកទៅមកកាន់ប្រាសាទនេះបានបងប្អូនបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទប្រាសាទមេបុណ្យខាងកើតនេះគឺបើយើងឡើងផ្លូវចំពីទិសខាងកើតទៅគឺមានរូបចម្លាក់តោអមសងខាងបាទអមសងខាងផ្លូវឡើងចូលឡើងទៅកាន់ប្រាសាទតែម្ដងបាទបើនៅចំហៀងគឺឬក៏តាមជ្រុងនីមួយៗនេះគឺមានរូបចម្លាក់ជាដំរីជារូបដំរីគឺដំបាទឥឡូវយើងទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នានៅក្នុងប្រាសាទតែម្ដងបងប្អូនបាទនេះគឺជារូបចម្លាក់ដែលរូបចម្លាក់តោដែលស្ថិតនៅអមសងខាងចន្ទាឡើងមកពីទិសខាងកើតនឹងតែម្ដងបងប្អូនបាទហើយចំណែកចម្លាក់ដំរីនោះគឺនៅតាមជ្រុងនីមួយៗបាទគឺដំរីនេះគឺមានបំពាក់នៅកម្រងផ្កាដ៏ស្រស់ស្អាតទៀតផងបងប្អូនបាទហើយគឺនៅមុំទាំង4តែម្ដងបងប្អូនបាទឥឡូវយើងបន្តទៅទស្សនានៅខាងក្នុងទាំងអស់គ្នាបងប្អូនបាទប្រាសាទមេបុណ្យខាងកើតនេះគឺមាន2បងប្អូនច្រឡំសុំទោសប្រាសាទមេបុណ្យនេះគឺមាន2បងប្អូនគឺប្រាសាទមេបុណ្យខាងលិចមួយគឺស្ថិតនៅបារាយកណ្ដាលបារាយខាងលិចហើយប្រាសាទមេបុណ្យខាងកើតនេះគឺស្ថិតនៅកណ្ដាលបារាយខាងកើតបងប្អូនបាទប្រាសាទនេះកំពុងតែមានការជួសជុលបងប្អូនបាទកំពុងតែមានការជួសជុលនេះគេបិទមិនឲ្យយើងឡើងតាមជ្រុងនេះទេគឺគេឲ្យយើងធ្វើដំណើរទៅខាងនោះវិញបងប្អូនទៅទិសខាងត្បូងវិញបាទនឹងកកនេះគឺមានកម្រងផ្កានៅបំពាក់កម្រងផ្កាដ៏ស្អាតមែនទែនបងប្អូនបាទគឺចម្លាក់ដំរីនេះគឺនៅតាមជ្រុងបាទតាមជ្រុងនីមួយៗគឺខាងជ្រុងទិសខាងខ្នងជ្រុងនិរដីជ្រុងពីយប់និងជ្រុងឥសានអញ្ចឹងបាទគឺនៅតាមថ្នាក់តាមជាន់នីមួយៗតែម្ដងបាទប្រាសាទមេបុណ្យទិសខាងកើតនេះគឺមានជារោងតងបងប្អូនណាសិតជានេះគឺសិតជារោងតងប៉ុន្តែធម្មតាវាមានដំបូលកាលទៅសាងសង់ថ្មីនេះគឺមានដំបូលត្រឹមត្រូវបាទមានរោងតងព័ទ្ធជុំវិញប្រាសាទតែម្ដងបងប្អូនបាទនេះគឺជារោងតងហើយបងប្អូនណាប៉ុន្តែការដើមឡើយគឺមានដំបូលបាទឥឡូវបាក់ដំបូលអស់ហើយបងប្អូនគឺมันមានដំបូលតទៅទៀតទេឥឡូវហ្នឹងសល់តែជញ្ជាំងបាទជញ្ជាំងគឺសាងសង់អំពីថ្មបាយក្រៀមបងប្អូនឃើញហើយគឺមានជារោងតងបន្ទប់វិត្រវែងទៅរៀងទៅវែងអញ្ចឹងគឺច្រើនមែនទែនគឺព័ទ្ធជុំវិញប្រាសាទហ្នឹងតែម្ដងបងប្អូនមិនដឹងថារោងតងនេះគឺសម្រាប់ជាមានទូនាទីអ្វីទេបងប្អូនបាទគឺអត់តាន់ដឹងបាទខ្ញុំអត់តាន់បានដឹងច្បាស់លាស់អំពីរោងតងដែលគេសាងសង់ព័ទ្ធជុំវិញប្រាសាទហ្នឹងទេបាទជាធម្មតាគឺមានទ្វារទិសខាងកើតយើងឡើងមកពីទិសខាងកើតគឺចំតែម្ដងគឺចំទ្វារដែលយើងចដាដែលយើងឡើងពីទិសខាងកើតប៉ុន្តែដោយសារតែនៅទិសខាងកើតហ្នឹងគេមានការជួសជុលអញ្ចឹងទៅធ្វើឲ្យយើងឡើងតាមនោះអត់កើតគេឲ្យយើងវៀងមកទិសខាងត្បូងវិញបាទដើម្បីឡើងពីទិសខាងត្បូងទៅវិញបងប្អូនបាទចម្លាក់តោនេះគឺមានគ្រប់ច្រកតែម្ដងគឺមានច្រកទាំង4តែម្ដងគឺនៅអមសងខាងចដាហ្នឹងតែម្ដងបងប្អូនបាទគ្រប់ច្រកគឺទិសខាងត្បូងខាងជើងខាងលិចខាងកើតហ្នឹងតែម្ដងបងប្អូនបាទតោរូបតោនេះគឺស្អាតមែនតើណាបងប្អូននេះបាទឥឡូវយើងមកដល់ប្រាសាទនេះទាំងអស់មានជាន់រហូតដល់ទៅ3ជាន់ណាបងប្អូនបាទគឺរហូតដល់ទៅ3ជាន់បាទហើយនេះខ្ញុំមកដល់ជាន់ទី2បងប្អូនបាទ
ពុកម៉ែបងប្អូនពេលយើងឡើងមកដល់ជាន់ទី3នេះគឺមានប្រាសាទមានកំពូល5តែម្ដងបងប្អូនបាទគឺសុទ្ធតែសាងសង់អំពីឥដ្ឋដុតឆ្អិនហើយចំណែកជាន់នីមួយៗគឺជាខឿនឡើងហ្នឹងគឺសុទ្ធតែសាងសង់អំពីថ្មភក់បាទបាទពុកម៉ែបងប្អូនប្រាសាទមេបុណ្យទិសខាងកើតនេះគឺខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺស្ថិតនៅតាមផ្លូវវងធំបាទគឺផ្លូវវងធំគឺនៅខាងជើងប្រាសាទបែររូបប្រហែលជា500ម៉ែត្របងប្អូនបាទអញ្ចឹងប្រាសាទនេះគឺសាងសង់នៅលើកោះតូចមួយស្ថិតនៅកណ្ដាលបារាយណ៍ខាងកើតប៉ុន្តែបារាយណ៍នេះគឺឥឡូវនេះរីងស្ងួតហើយខ្លាយជាវាលស្រែអស់ទៅហើយបាទហើយកាលសម័យបុរាណគឺការធ្វើដំណើរមកកាន់ប្រាសាទនេះគឺត្រូវការធ្វើដំណើរដោយការជិះទូកទើបអាចមកកាន់ប្រាសាទនេះបានបាទអញ្ចឹងប្រាសាទនេះកសាងអំពីថ្មភក់ហើយនឹងឥដ្ឋដុតឆ្អិនបងប្អូនបាទគឺឥដ្ឋនៅសម័យកសាងប្រាសាទមេបុណ្យទិសខាងកើតនេះគេមានទំហំតូចៗបងប្អូនអត់ធំដូចសម័យចេនឡានោះទេបងប្អូនបាទបាទប្រាសាទមេបុណ្យខាងកើតនេះគឺមានកម្ពស់នេះគឺខ្ពស់ទាបជាងប្រាសាទបែររូបទេបងប្អូនបាទអញ្ចឹងប្រាសាទនេះគឺកសាងដោយព្រះមហាក្សត្រតែមួយអង្គតែប៉ុណ្ណោះបងប្អូនបាទគឺព្រះបាទរាជេន្ទ្រវរ្ម័នទី1បងប្អូនបាទខ្ញុំសូមនិយាយសង្ខេបទាក់ទងនឹងប្រវត្តិនៃប្រាសាទមេបុណ្យខាងកើតនេះជូនបងប្អូនទស្សនាក៏ដូចជាសម្ដាប់ដូចតទៅបងប្អូនបាទប្រាសាទមេបុណ្យខាងកើតនេះកសាងឡើងនៅក្នុងសតវត្សទី10គឺនៅក្នុងឆ្នាំ952ដោយព្រះមហាក្សត្រព្រះនាមថារាជេន្ទ្រវរ្ម័នទី1បាទចំពោះអត្ថន័យនៃឈ្មោះនៃប្រាសាទមេបុណ្យនេះគឺមានន័យថាមេនេះគឺនៅក្នុងភាសាបាលីសំស្ក្រឹតគឺមានន័យថាជាមេជាមីជាម៉ាឬក៏ជាម្ដាយឬក៏ជាស្ត្រីនឹងឯងបងប្អូនបាទហើយបុណ្យនេះគឺប្រាសាទនេះគឺជាទីតាំងឬក៏ទីកន្លែងមួយសម្រាប់ប្រពៃនៅពិធីបុណ្យផ្សេងបាទគឺគេតែងតែធ្វើនៅប្រាសាទនេះកាលសម័យបុរាណបងប្អូនបាទអញ្ចឹងហើយបានគេដាក់ឈ្មោះថាប្រាសាទមេបុណ្យបងប្អូនបាទអញ្ចឹងប្រាសាទមេបុណ្យនេះគឺមាន2ប្រាសាទមេបុណ្យនៅបារាយណ៍ខាងលិចមួយគឺបារាយណ៍ទឹកថ្លាហ្នឹងគឺគេហៅថាមេបុណ្យខាងលិចហើយចំណែកប្រាសាទនេះគឺមានឈ្មោះថាប្រាសាទបារាយណ៍មេបុណ្យទិសខាងកើតបងប្អូនបាទតែកសាងដោយព្រះមហាក្សត្រផ្សេងគ្នាទេបងប្អូនបាទប្រាសាទនេះគឺកសាងមុនប្រាសាទមេបុណ្យនៅខាងលិចបងប្អូនបាទមេបុណ្យខាងលិចហ្នឹងគឺសាងក្រោយទេប្រាសាទមេបុណ្យខាងលិចគឺកសាងនៅក្នុងសតវត្សទី11ចំណែកប្រាសាទនេះគឺកសាងនៅក្នុងសតវត្សទី10បាទបាទយើងឃើញយើងឡើងមកដល់ជាន់ទី3នេះគឺមានប្រាង្គចំនួន5បាទគឺសុទ្ធតែកសាងអំពីឥដ្ឋដុតឆ្អិនទាំងអស់បងប្អូនបាទយើងឃើញមានផ្ដែបាទមានផ្ដែចម្លាក់ផ្ដែនេះគឺស្អាតមែនទែនបងប្អូនបាទស្អាតខ្លាំងមែនទែនណាបាទនេះគឺជាចម្លាក់ផ្ដែគឺចម្លាក់ផ្ដែប្រាសាទកណ្ដាលបងប្អូនប្រាសាទធំតែម្ដងបាទគឺស្អាតខ្លាំងមែនទែនបាទរស់រវើកតែម្ដងបាទបាទប្រាសាទមេបុណ្យខាងកើតនេះគឺកសាងនៅក្នុងសតវត្សទី10គឺក្នុងឆ្នាំ952ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី1គឺឧទ្ទិសដល់ព្រហ្មញ្ញសាសនាបាទប្រាង្គនីមួយៗនៃប្រាសាទមេបុណ្យខាងកើតនេះគឺធ្វើបែរមុខទៅទិសខាងកើតទាំងអស់ហើយមានច្រកចូលតែពីទិសខាងកើតទេចំណែកទ្វារបិឆោតទិសខាងត្បូងខាងជើងហ្នឹងគឺខាងលិចនេះសិតតែទ្វារបិឆោតទេបងប្អូនបាទកម្ពុជាប្រាសាទនីមួយៗនៃប្រាសាទមេបុណ្យទិសខាងកើតនេះគឺព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័នទី1ព្រះអង្គកសាងសម្រាប់ឧទ្ទិសដល់ព្រះមេដាបិតារបស់ព្រះអង្គគឺបុព្វការីជនរបស់ព្រះអង្គគឺក្នុងទម្រង់ជាបវរតីជាព្រះព្រំព្រះសិវៈអីហ្នឹងបងប្អូនបាទជាព្រះវិស្ណុអីហ្នឹងបងប្អូនបាទនេះជាប្រាង្គធំកណ្ដាលគេដែលមានទំហំធំហើយខ្ពស់ជាងគេបងប្អូនបាទនៅ
កដាលហ្នឹងការដាំឡាយគឺតម្កល់មានតម្កល់នៅលឹងព្រះឥសូរប៉ុន្តែឥឡូវនេះมันមានទេគឺការដាំឡាយគឺនៅក្នុងប្រាង្គកដាលធំនេះគឺមានតម្កល់នៅលឹងព្រះឥសូរប៉ុន្តែឥឡូវនេះលឹងព្រះឥសូរបាត់ហើយមិនដឹងថាគេយកទៅរក្សាទុកនៅសារមន្ទីរឬក៏ត្រូវបានគេលួចយកទៅបាត់ក៏មិនដឹងដែរបងប្អូនបាទឥឡូវនេះជំនួសដោយព្រះពុទ្ធបាទព្រះពុទ្ធប្រក់នេះវិញបាទបាទនេះជាប្រាង្គកណ្ដាលបងប្អូននៅខាងក្នុងប្រាង្គកណ្ដាលហ្នឹងគឺមានសត្វបជាវរស់នៅក្នុងហ្នឹងបងប្អូនគឺមានលាមកបជាវធំក្លិនឆ្អេះមែនតើបងប្អូនបាទឆ្អេះទឹកនោមរបស់បជាវបាទប្រាង្គនេះគឺប្រាង្គធំមែនតើបាទធំជាងគេបងប្អូនបាទយើងឃើញនៅជាន់ទី2គឺនៅអមសងខាងចដាឡើងមកហ្នឹងគឺមានប្រាង្គតូចៗចំនួន2នៅអមសងខាងបាទគ្រប់ទិសទាំងអស់បាទហើយដល់មកដល់ជាន់ឡើងមកដល់ជាន់ទី3នេះគឺមានប្រាង្គចំនួន5បាទគឺមានប្រាង្គតូចៗនៅជ្រុងនីមួយៗទាំង4ទិសហើយនឹងប្រាង្គធំនៅកណ្ដាលគេបាទអត់យើងឃើញមានរោងតងបងប្អូនរោងតងជាបន្ទប់រៀងទ្រវែងមានតែដបូលហ្នឹងគឺបាក់បែកអស់ទៅបាទគឺនៅព័ទ្ធជុំវិញប្រាសាទតែម្ដងបាទបាទអញ្ចឹងការរៀបរាប់ក៏ដូចជាការផ្ដិតយករូបភាពនៃប្រាសាទមេបុណ្យខាងកាត់របស់ខ្ញុំបានដល់ពេលនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទគឺมันមានអីនិយាយបន្តទៅទៀតទេបងប្អូនបាទ